ជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះខ្ញុំនឹងនាំអារម្មណ៍បងប្អូនអរគ្នាឲ្យមកស្គាល់ពីដំណើរដើមទងសត្វដំរីពីរក្បាលដែលជាកូនសត្វដំរីបងប្អូនដែលកំពុងតែទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់នៅឯសួនសត្វភ្នំតាម៉ៅពេលដែលបងប្អូនធ្វើដំណើរចូលមកក្នុងបន្តិចបងប្អូននៃបរិវេណសួនសត្វភ្នំតាម៉ៅនោះបងប្អូននឹងឃើញរបងទ្រុងដែលគេបានធ្វើសម្រាប់ដាក់កូនដំរីពីរក្បាលបងប្អូនដែលដំរីទាំងពីរនោះមួយមានឈ្មោះចម្ប៉ានិងមួយទៀតមានឈ្មោះរំដួលតើដំណើរដើមទងអំពីសត្វដំរីទាំងពីរនេះវាយ៉ាងដូចម្តេចដែរបានជាមកដល់សួនសត្វភ្នំតាម៉ៅជាងនេះតោះដូច្នេះសូមបងប្អូនតាមដាននិងស្វែងយល់អំពីដំណើរដើមទងក៏ដូចជាប្រវត្តិនៃដំរីទាំងពីរនេះជាមួយខ្ញុំចម្ប៉ានិងរំដួលគឺជាដំរីមួយគូដែលប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវបានថ្វាយមកកាន់ព្រះមហាក្សត្រកម្ពុជាដើម្បីជានិមិត្តរូបនៃចំណងសាមគ្គីភាពរវាងរដ្ឋាភិបាលនិងប្រជាជាតិទាំងពីរកាលពីថ្ងៃទី12ខែឧសភាឆ្នាំ2024បន្ទាប់ពីមានការធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាកាលពីថ្ងៃទី23ដល់ថ្ងៃទី24ខែមេសាឆ្នាំ2024កន្លងទៅនេះចំពោះដំរីទាំងពីរនេះគឺយកមកពីស្រុកធុងមីងសាយនៃខេត្តសាងាបូលីនៃប្រទេសឡាវចំពោះឈ្មោះខេត្តនិងឈ្មោះស្រុកដែលដំរីនេះមកទៅខ្ញុំអានឬក៏បញ្ចេញសូរសៀងមិនត្រូវបងប្អូនចាំខ្ញុំដាក់subtitle ជាភាសាអង់គ្លេសឲ្យហើយបងប្អូនណាអាចអានបានសូមបងប្អូនជួយ comment ជាសូរសៀងនិងរបៀបអានជាភាសាខ្មែរផងដំរីយីមានឈ្មោះថារំដួលបងប្អូនវាកើតនៅថ្ងៃទី6ខែមិថុនាឆ្នាំ2020គិតមកដល់ឆ្នាំ2025នេះគឺវាមានអាយុ5ឆ្នាំជាងហើយចំណែកឯចម្ប៉ាដែលជាដំរីឈ្មោលបងប្អូនវាកើតនៅថ្ងៃទី5ខែវិច្ឆិកាឆ្នាំ2020ដូចគ្នាគិតមកដល់ពេលនេះក៏វាមានអាយុប្រហែលជា5ឆ្នាំជាងដែរហើយបងប្អូនជាមួយគ្នានេះផងដែរភាគីឡាវក៏បានបញ្ជូនហ្មដំរីបងប្អូនចំនួន2នាក់ឲ្យមកជួយមើលថែសត្វដំរីទាំងពីរនេះក្នុងរយៈពេលប្រមាណជា6ខែពេលដែលមកដល់កម្ពុជាបងប្អូនក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានរៀបចំសាងសង់ទ្រុងបន្ថែមនៅឯឧទ្យានសួនសត្វភ្នំតាម៉ៅនឹងសម្រាប់ដំរីទាំងពីរនេះដែលទ្រុងនោះមានបណ្ដោយ50ម៉ែត្រទទឹង30ម៉ែត្រឯកម្ពស់វិញ1ម៉ែត្រ3ទឹកបងប្អូនបន្ថែមពីនេះក៏មានការសាងសង់រោងសម្រាប់ដំរីដេកបងប្អូនដែលមានបណ្ដោយ12ម៉ែត្រទទឹង6ម៉ែត្ររួមទាំងអាងទឹកមួយផងដែរសម្រាប់ឲ្យដំរីត្រាំលេងហើយក៏ដូចជាបង្កលក្ខណៈឲ្យដូចជាព្រៃធម្មជាតិដែលវារស់នៅអញ្ចឹងណាបងប្អូនមកដល់កន្លែងនេះបងប្អូនខ្ញុំចង់នាំបងប្អូនឲ្យទៅស្គាល់ពីលក្ខណៈជីវសាស្ត្ររបស់សត្វដំរីបន្តិចបងប្អូនដំរីជាធម្មតាវារស់នៅតាមព្រៃល្បោះវាស្មៅឬក៏ព្រៃអាស័យព្រៃជាំទឹកឬក៏នៅតាមដងអូឬក៏ព្រៃពាក់កណ្ដាលស្រោងព្រៃស្រោងអីជាដើមបងប្អូនដែលជាទីជម្រកឬក៏ជាកន្លែងដែលវាចូលរស់នៅហើយដំរីវាស៊ីស្លឹកឈើសបកឈើមើមឈើឬក៏ឫសឈើជាដើមបងប្អូនមិនត្រឹមតែប៉ុណ្ណោះវាក៏ស៊ីត្រពាំងស៊ីអាស័យស៊ីផ្ដៅឬក៏ស៊ីវល្លិជាដើមផងដែរចំពោះការថែទាំក្នុងសួនណាបងប្អូនវាក៏ស៊ីអំពៅស៊ីចេកស៊ីដូងផងដែរបងប្អូនជាធម្មតាបងប្អូនដំរីពេញវ័យវាផឹកទឹក200លីត្រក្នុងមួយថ្ងៃបងប្អូនហើយវាច្រើនផ្ដល់កំណើតកូននៅក្នុងខែកក្កដាដល់ខែសីហាហើយកូនម្ដងបានមួយក្បាលហើយបងប្អូនជួនកាលក៏មាន2ក្បាលផងដែរបន្ទាប់ពីវាពោះរយៈពេល21ខែឬក៏អាចរហូតទៅដល់25ខែណោះ
ដំរីវាអាចបន្តពូជបាននៅចន្លោះអាយុពី15ទៅ16ឆ្នាំបងប្អូនហើយអាចមានកូនបានរហូតទៅដល់អាយុពី50ទៅ70ឆ្នាំអាចចន្លោះអាយុនេះវាអាចបង្កើតកូនបានប្រមាណជា4ទៅ5ដងណាបងប្អូនចំពោះដំរីឈ្មោលដែលចុះប្រេងហ្នឹងបងប្អូនគេសម្គាល់ឃើញដោយមានសារធាតុរាវមួយយ៉ាងដែលហូរចេញពីរុនមួយនៅចន្លោះត្រចៀកនិងភ្នែកហ្នឹងបងប្អូនដែលដំរីចុះប្រេងនេះជាទូទៅវាចុះប្រេងនៅចន្លោះខែវិច្ឆិកានិងខែធ្នូតើបងប្អូនចឹងយើងត្រឡប់មកភ្នំតាម៉ៅវិញណាបងប្អូនគិតមកត្រឹមឆ្នាំ2025នេះឧទ្យានសួនសត្វព្រៃការពារនិងសួនភូកៀបភ្នំតាម៉ៅមានសត្វដំរីទាំងអស់ចំនួន7ក្បាលបងប្អូនក្នុងនោះមានដំរីធំហ្នឹងចំនួន3ក្បាលមានញី1ក្បាលនិងឈ្មោល2ក្បាលដំរីញីឈ្មោះថាចម្រើនវាមានអាយុ35ឆ្នាំដំរីឈ្មោលនោះឈ្មោះថាឈូកដែលមានអាយុ18ឆ្នាំហើយនិងសាគោដែលមានអាយុ32ឆ្នាំចំណែកឯកូនដំរី4ក្បាលទៀតបងប្អូនរួមមានលំផាត់មានឆាណាមមានចម្ប៉ាហើយនិងរំដួលសរុបមកវិញបងប្អូនចំពោះអំណោយដំរីដែលរដ្ឋាភិបាលឡាវជូនមកកាន់កម្ពុជាវាជាការរួមចំណែកដល់ការបង្កើនចំនួនសត្វដំរីនៅក្នុងស្រុកបងប្អូននៅពេលដែលដំរីទាំងពីរនេះនៅវ័យក្មេងដែលវាមានលទ្ធភាពបន្តពូជនៅពេលខាងមុខហើយក៏ដូចជាសម្រាប់ជំនួសដំរីនៅក្នុងស្រុកដែលមានអាយុកាន់តែចាស់ហើយដោយសារតែកម្ពុជាមិនបានអនុញ្ញាតឲ្យមានការចាប់ទាក់ដំរីព្រៃយកមកផ្សាំ
ត្រីនឹងឈ្មោះអីខ្លះបង នេះរំដួល អូ នេះកំប៉ាស្មូន អូ វីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្នេះបងប្អូនសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀតបងអាដំរីមានថ្មិញហ៎មានថ្មិញវាមិនហ៎បង ដួលហើយដួល អូរំដួល នេះអាមកទៅរុកអាមកអូអាមកអាមកអូបាទ mình trả thằng tìm បាទបាទតែមានថ្មិញដូចមនុស្សយើងមុខចេះបាទ việc lục chặt dương và mẹ thành một đường បាទវាមានតែធៀមបាទ đáy đi nhục bao lao kiếm mình tìm nó không ám mà còn có đấy បានគ្រាប់បងណែមកខាងខាង linh nhi đuối linh nhi cái bãi ngồi